បាទជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទនៅថ្ងៃនេះណាត្រូវនៅថ្ងៃទី9ខែតុលាឆ្នាំ2025បាទខ្ញុំស្ថិតនៅភូមិកោះគោខូអូសង្កាត់រកាខ្ពស់ក្រុងតាខ្មៅនៅខេត្តកណ្ដាលបាទនៅថ្ងៃនេះដែរបាទខាងបងប្អូនប្រជាពលរដ្ឋបាទនៅក្នុងបូរីសារីមង្គលបាទហើយជាមួយនឹងខាងរដ្ឋកោទឹកបាទខេត្តកណ្ដាលបាទបានជួបជុំគ្នាដើម្បីពិភាក្សាគ្នាបញ្ហារឿងតម្លៃទឹកនិងសម្ពាធទឹកខ្សោយបាទឥឡូវនេះបងប្អូនប្រជាពលរដ្ឋកំពុងតែជួបជុំគ្នានៅខាងក្នុងបងប្អូនប្រិយមិត្តណាបាទគឺនៅខាងក្នុងបាទនឹងហើយបន្តិចទៀតបាទមានការជួបជុំមានការដោះស្រាយមានការពិភាក្សាអីផ្សេងបាទខ្ញុំនឹងមានវីដេអូបន្តទៀតអរគុណច្រើនបាទខ្ញុំទស្សនាវីដេអូទាំងស្រុងបាទទាំងអស់នេះគឺជាទស្សនវិជ្ជាទាំងស្រុងបាទដែលបងប្អូនប្រជាពលរដ្ឋបាទរស់នៅក្នុងភូមិបាទកកោសង្កាត់រកាខ្ពស់ក្រុងតាខ្មៅនិងខេត្តកណ្ដាលបាទបានមកជួបជុំគ្នាក្នុងសាលប្រជុំមួយបាទនៅក្នុងសាលប្រជុំក្នុងបរិយាសារីមង្គលតែម្ដងបាទហើយពេលនេះដែរបាទក៏មានវត្តមានខាងថ្នាក់ខេត្តនិងខាងរដ្ឋកោទឹកនិងស្ថាប័នពាក់ព័ន្ធផ្សេងបាទកំពុងតែបាទជួបប្រជុំពិភាក្សាគ្នាអំពីការដោះស្រាយតម្លៃទឹកបាទនិងបញ្ហាផ្សេងជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកោះគោសង្កាត់រកាខ្ពស់ក្រុងតាខ្មៅនិងខេត្តកណ្ដាលនេះផងដែរយើងខ្ញុំនឹងទុកវេទិកាជូនទៅតំណាងក្រុមហ៊ុនបូរីសារីមង្គលលោកនឹងអានជូននៅរបាយការណ៍ដែលពាក់ព័ន្ធទៅនឹងលោកអ៊ំលោកពូអ្នកមីងដែលជាប្រជាពលរដ្ឋមន្ត្រីរាជការដែលរស់នៅក្នុងបូរីសារីមង្គលម៉ោង 17:10 នាទីការអានប្រកាសនៅសេចក្តីសម្រេចលេខ184ឧវបតោតោសសរចុះថ្ងៃទី2កញ្ញាឆ្នាំ2025របស់ក្រសួងនីតិរបស់ក្រសួងឧស្សាហកម្មសិប្បកម្មម៉ោងសាងសង់នឹងបើកលក់នៅឆ្នាំ2018និងបញ្ចប់ការសាងសង់នៅឆ្នាំ2024នឹងបានលោកអ៊ំលោកពូនិងមីងទាំងអស់គ្នាជ្រាបថាការប្រកាសសេចក្តីសម្រេចកំណត់ថ្លៃទឹកនេះមិនមែនមានន័យថាយើងនៅរស់នៅក្នុងនេះទេមានន័យថាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់នេះក្រោយអំពីទទួលបានសេវាគ្រប់គ្រងទឹកពីរដ្ឋកោទឹកស្វ័យអាភ្នំពេញនិងការប្រើប្រាស់តម្លៃថ្លៃទឹកនេះដូចគ្នាបាទចឹងសូមបានសូមអនុញ្ញាតអានជូនព្រះជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងឧស្សាហកម្មសិប្បកម្មក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លេខ184ឧវបណោតោសសរសេចក្តីសម្រេចស្តីពីការកំណត់ថ្លៃទឹកស្អាតដែលគ្រប់គ្រងដោយរដ្ឋកោទឹកស្វយ័តក្នុងភ្នំពេញក្នុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បាទខ្ញុំបាទសូមអនុញ្ញាតមិនអានបរិយាក្រមនិងអនុក្រឹត្យទាំងឡាយទេបាទសូមអនុញ្ញាតចូលបាទសូមអរគុណដែលបានមកកោះកចង់ស្ដាប់ចង់ដឹងពីហេតុច្បាស់លាស់តាមមូលហេតុអីបានវាអញ្ចឹងបាទជាបឋមសូមគោរពខ្សោយដោយមកមែនទេអាហ្នឹងត្រូវប៉ុន្តែពីថ្ងៃសុកមុនមិនខ្សោយដោយមកទេអត់តែម្ដងបើអត់ចេញមែនទេអាហ្នឹងត្រូវព្រោះឯខ្ញុំជាអ្នកបញ្ជាដល់ផ្ទាល់ក្រោយពីខ្ញុំដឹងមូលហេតុនេះអញ្ចឹងខ្ញុំជម្រាបជូនឆ្លើយម្ដងមួយសំណួរទី1តែសួរថាហេតុអ្វីក៏តម្លៃទឹកថ្លៃខុសពីតម្លៃទឹកមុនខ្ញុំគ្រាន់ជម្រាបចេះបាទប៉ុន្តែខ្ញុំមិនទាន់និយាយថាខ្ញុំថាឲ្យអានោះចេញឲ្យខ្ញុំទៅយកចំណេញឯណាអត់ទាន់ទេខ្ញុំចង់និយាយថាចំណាយក្នុងការដាក់អំពងពីដល់នេះខ្ញុំយល់មិនខ្ញុំចង់បញ្ជាក់
ទីគាត់ចង់និយាយរឿងតែការរស់ស៊ីតតែដាក់ដើមទុនបាទជិះបំពង់ដាក់ទៅយូរមកដល់ទីនេះក៏ត្រូវការលុយដែរខ្ញុំប្រើប្រាស់ទឹកក៏ត្រូវតែបង់ប្រាក់ជូនទៅហ្នឹងលោកពូដែរបាទប៉ុន្តែខ្ញុំសូមនិយាយមួយទៀតថាលើពេលតែការដាក់ប្រើប្រាស់នេះឲ្យវាសមស្របទៅនឹងតម្លៃផងសេដ្ឋកិច្ចកំពុងតែពិបាកហើយឲ្យកំភារទៅលើទីផ្សារឬក្នុងជុំវិញនឹងផងបាទដូចជាតែខ្មែរក្រុងភ្នំពេញតម្លៃវាខុសគ្នាច្រើនណាស់វាអត់ទទួលយកបានទេជួបចំណុចនេះខ្ញុំឥឡូវលោកសូមនិយាយរបស់ខ្ញុំចំណុចដែលលោកពូថាតម្លៃគិតគូរទៅលើបំពង់ផងឯងផងខ្ញុំយល់ថាប្រហែលជាអូបតម្លៃទឹកអីឲ្យពួកខ្ញុំជួយចេញទៅលើបំពង់ហ្នឹងមែនទេអត់ទេហើយអីក៏បានលើកមកថាតម្លៃបំពង់នេះអស់ប៉ុណ្ណេះលើកដើម្បីអ្វីចុះមកឲ្យតែសេវាខ្ញុំបង់ឲ្យតែឲ្យគិតទៅលើតម្លៃធ្វើឲ្យសមរម្យសម្រាប់ពួកខ្ញុំផងពីទៀតខ្ញុំនឹងបញ្ចូលប្រាប់ណាហើយខ្ញុំបានប្រាប់ហើយអានេះគឺចេញដោយក្រសួងមែនទេខ្ញុំយល់បាទរចនាសម្ព័ន្ធការធ្វើឲ្យមួយក៏មានទាំងអស់បាទក្រសួងសេដ្ឋកិច្ចមានអនុម័តទាំងអស់ទៅលើហេដ្ឋារចនាសម្ព័ន្ធណាមួយមិនថាលើយោធាមិនថាលើអីទាំងអស់មិនថាផ្លូវថ្នល់នេះវាមានទាំងអស់បាទអត់តែសួរថាទទួលយកមកនេះបើសិនជាមួយខែអស់តែ80000 100000 300000ជីវភាពគ្នាហើយប៉ុណ្ណឹងមិនបាច់និយាយច្រើនទេគាត់តែយល់ថាហេតុអ្វីគាត់តម្លៃនេះវាមិនសមស្របគាត់ទេសោះបាទហេតុអ្វីខ្ញុំអត់ហ៊ានទៅសួរដល់ក្រសួងទេពីព្រោះលោកពូវិជាអ្នកទួនាទីលោកពូនេះផ្សារភ្ជាប់នឹងក្រសួងដែលថាលោកពូអាចថាក្រសួងវិជាអ្នកអនុម័តបាទអញ្ចឹងលោកពូគួរតែទៅពិភាក្សាជាមួយក្រសួងវិញមិនបាច់ពួកស្រ័យផងនោះថាវាទៅអស់ប្រទេសទៅយកអស់ប្រទេសឬរបស់លោកពូប៉ុន្តែសូមឲ្យលោកពូគិតឲ្យបានល្អអន់តិចជាមួយនឹងសេវាប្រើប្រាស់វិញបាទអានេះក៏ខ្ញុំសូមបញ្ជាក់ទៅប៉ុណ្ណឹងហើយលោកពូមានភាសាអីបកស្រាយទៀតសម្រាប់លោកពូនេះទៅលើសម្ពាធទឹកការកណនីទៅលើអ្វីទាំងអស់នោះគឺមិនបានគិតការរឹងទឹកមកដល់ទីនេះទេមិនមែនរែងទឹកទេគឺរុញទឹកតាមបំពង់ហើយមានការប្រើប្រាស់ធម្មពលអគ្គិសនីដើម្បីរុញទឹកមកដល់ទីនេះមែនទេបាទខ្ញុំបានធ្វើការសិក្សាប្រហែលថ្ងៃនេះពួកខ្ញុំនៅដឹងទាំងអស់បាទត្រូវព្រោះខ្ញុំមែនគឺដោយសារអីដោយសារខ្ញុំខ្ចីលុយពីគេយកមកធ្វើអាជីវកម្មអត់ធំនឹងតិចទៀតខ្ញុំបញ្យល់អស់សិនតិចទៀតខ្ញុំនឹងបញ្យល់ឲ្យស្ដាប់សិនដោយបងថាម៉េចអ្វីដែលខ្ញុំនិយាយខ្ញុំអត់និយាយពុកមកធ្វើអីទេគឺខ្ញុំនិយាយតែការផលិតដើម្បីទឹកមកទីនេះគឺដើម្បីបង្កើនទឹកឲ្យមានប្រើប្រាស់នៅទីនេះខ្ញុំត្រូវរត់ម៉ាស៊ីនបូមទឹកដើម្បីធ្វើឲ្យបញ្ជូនទឹកម្ដងនេះអញ្ចឹងដើម្បីរត់ទឹកបញ្ជូនដល់នេះខ្ញុំត្រូវបន្ថែមចរន្តអគ្គិសនីស៊ីភ្លើងអស់ប្រហែលជា10000គីឡូវ៉ាត់ព្រោះការផលិតរោងចក្រមួយផលិតរោងចក្រមួយទៀតបញ្ជូនទឹកមកអញ្ចឹងប្រព័ន្ធដែលហៅថាភ្ជាប់គ្នាជារីអញ្ចឹងការបង្កើតកិច្ចប្រជុំវិភាសាដំណោះស្រាយពីរឿងតម្លៃទឹកហើយខុសពីប្រក្រតីបាទហើយមួយទៀតដែលខ្ញុំស្ដាប់មិនដែលអូនណាស់ហើយបើការមិនពីរឿងណាការសម្រាប់ពីខែកងដល់ពីខែខែមករាហើយដល់ប្រហែលខែមុននេះហើយប្រហែលខែមុននេះចាំមកដល់ពួក100ហើយខ្ញុំអត់20000ជាងទេ2ខែតែឥឡូវដល់2100000ជាង2ខែនេះចំណុចនេះខ្ញុំចាប់ដល់2ខែមួយសប្តាហ៍ខ្ញុំអត់ដល់តែ2ខែនេះ2ខែនេះខ្ញុំជាមន្ត្រីរាជការតែខ្ញុំចូលតែមិនចាប់មួយមន្ត្រីរាជការចូលនេះមកតែបើការជឿនេះពីការខែបាទហើយខ្ញុំអត់ទៅមួយទៀត
ពេលហ្នឹងពេលថាបងផ្សេងឯណាមកដល់ទេតែខាងជួយគេបរោះដល់បង្ខំលើបងថាដល់ខ្លួនតែនេះបងតែហើយគេថាដល់ខ្លួនបងមកដល់នេះបងថាទៅបងថាคนใจโจรดีกว่าแบบเนี้ยป้าคนใจโจรดีกว่าแบบเนี้ยสงสารนะไอ้คนเยี่ยมปักกูน้ำสมบูรณ์เอาไปในการนั้นไอ้ต้องปักกูเดินหน้าไปแต่ละหลังรถมีหาหอบเชียงเรื่องนี้มันใจในชาเรื่องสัปดาห์โยมเปรี้ยวเดียวเรื่องสัปดาห์โยมเปรี้ยวเดียวเต้ไอ้คนตัดไงนี่เยอะกันไหนจะมาไทยองค์พระจับพระแล้วสมองพูดว่าเขาเอาลงไปเลยทันทีที่จะมาตรงไหนตรงที่น้องพ่อเราไปไหนมาโต้เนี่ยสำเร็จไปยัยไปยัยทำไมไอ้คนเท่าที่มันไปยัยผมจัดกับมันไปเลยบอกคนอ่ะบอกស្ងាត់សិនខ្ញុំសូមជួបជាមួយនឹងបងប្អូនខ្ញុំមានអាជ្ញាធរក្រុមទឹកខ្មែរទៅជាសូមពេលប្រហែលជា15នាទីសូមស្ងាត់សិនបងប្អូនណាក៏សូមជាបឋមសូមលោកឯកឧត្តមអគ្គនាយកអធិការទឹកក្នុងពេញតែក៏ដាក់បញ្ជូននៅក្នុងក្រុមទឹកខ្មែរជាពិសេសក្នុងសកម្មភាពគោលយើងនេះមិនបានស្ដាប់ទាំងអស់គ្នាហើយពីទុកកង្វល់របស់បងប្អូនហើយមិនក៏បានលើកឡើងមកដែរអញ្ចឹងក្នុងនាមរដ្ឋបាលក្រុងមកនេះគឺមកសម្របសម្រួលហើយមកទទួលយកនៅសំណូមពររបស់ប្រជាពលរដ្ឋខ្ញុំបានដឹងហើយការលើកឡើងរបស់បងប្រុសមិនតែជាជនចូលនិវត្តន៍ហើយបានលើកឡើងពីចិត្តរបស់គាត់បាទខ្ញុំទទួលស្គាល់និងទទួលយកនៅអ្វីដែលទុកលំបាកបងក៏ដូចជាបងប្អូនទាំងអស់នៅក្នុងបរិយានេះអញ្ចឹងសូមឲ្យបងប្អូនពិនិត្យមើលឡើងវិញហើយយើងមកគាត់ទៅវិញហើយតាមលើកឡើងថាសម្រាប់ពលឲ្យទឹកពីទឹកផ្នែកយើងមានតែបាទហើយលើខាងទៅសុខភាពទទួលយកតែក្នុងនេះរដ្ឋបាលស្រុកដែលជាអាណាភាពស្រុកដែលជាអាណាភាពបានបងប្អូនក៏សូមទទួលយកហើយទៅវិញរាយការណ៍ជូនឯកឧត្តមបានខេត្តពីព្រោះឯកឧត្តមមួយសម្រាប់អភិបាលខេត្តលោកយកចិត្តទុកដាក់ណាលោកយកចិត្តទុកដាក់ណាមិនឲ្យបងប្អូនលំបាកទេមិនលំបាកទេចឹងហើយបានជាមានការតលើកទៅវិញឲ្យបងប្អូនបានគឺគាត់លោកឲ្យទៅថាខ្ញុំមកមានអភិបាលបងក្រុមខ្ញុំទើបតែនៅក្រុមតាថ្ងៃនេះទើបតែបានជា2ថ្ងៃទេមិនบอกខ្ញុំនៅគៀនស្វាយអត់ចាប់តែគៀនស្វាយទឹកខ្ញុំនេះហើយនៅគៀនស្វាយក្រោយពីឲ្យបងបានខែលោកចុះមកគ្នាបញ្ជាឲ្យតបបណ្ដាញទឹកគ្រប់កន្លែងទាំងអស់ទាំងរដ្ឋក្នុងនោះទាំងរដ្ឋនិងឯកជនតែបើទឹកបងបកជាការរដ្ឋតែលើពីស្វ័យយ៉ាងបងបានរត់ទឹកបាទអញ្ចឹងការទីនេះខ្ញុំនឹងទទួលយកនៅអ្វីដែលជាសម្រាប់បងប្អូនជាប្រវត្តិយើងគួរឲ្យមានការសោកឡើងទឹកដើម្បីចូលពីនេះតិចពេលបានលើកឡើងពីការតែយើងប្រើទឹកពីមុនមក1850ក្នុងតំណែងគី6គ្រួសារគាត់ក៏បានលើកឡើងចំណាននៅពេលដែលខេត្តវត្តរំទឹកបានបញ្ជូនជាមួយនឹងបងប្អូនគឺគាត់បានលើកការជំនាញការប្រើប្រាស់ទឹកពីប្រមាណណែគីតម្លៃណែគីហើយប្រមាណនេះគឺសម្រាប់ទីខាងទីប្រមាណខាងនេះបាទយើងចាប់ពី8ណែគីដល់15ណែគីដល់720ក្នុង1ណែគីបាទបន្តមកទៀតពី16ដល់25តម្លៃនេះ960រៀលក្នុង1ណែគីតម្លៃស្មើជុំណាស់ហើយពីមុនពេលតចូលលោកពូដាក់តារាងមកមិនល្អប្រជាជនសាគរហ្មងដល់ពេលហើយក្រោយមក4ខែលោកពូឡើងតម្លៃដល់មិនប្រាប់អតិថិជនប្រជាជនឯមួយម៉ាត់គឺឡើងការប្រើប្រាស់ទឹកមិនអាចច្រើនដល់40ឬក៏50នាទីទេអញ្ចឹងសូមបងប្អូនមានបញ្ហាអីព្រោះអីវាអាចលិចនៅក្នុងផ្ទះជ្រាបនៅក្នុងក្រោមទឹកដីមើលអត់ដឹងទេអញ្ចឹងបើនេះមើលទៅប្រៀបធៀបការប្រើប្រាស់
វគ្គមុនកុំគិតរឿងឥឡូវកុំដល់គិតរឿងណៃបញ្ហាបរិមាណទឹកកើនឬយ៉ាងម៉េចពាក់ទៅមកគាត់ខ្ញុំសូមឲ្យលេខទូរស័ព្ទទៅគាត់បាទខាងនេះគឺជាអ្នកធ្វើការរុករកទឹកធ្លាយបើសិនជាមានទឹកធ្លាយនៅកណាតណីនៅផ្លូវអីហ្នឹងសូមបងប្អូនជួយឲ្យបណ្ដឹងទៅឲ្យគាត់ផងខ្ញុំនឹងឲ្យលេខទូរស័ព្ទអ្នកទាំង3នាក់នេះទៅតំណាងបុរីនឹងបោះចូលក្នុងក្រុមរបស់ Telegram នៅក្នុងបុរីនេះព្រោះតាមខ្ញុំដឹងគឺគាត់មាន